បាទសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់Channel KC Report ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានព័ត៌មានមួយចង់ជំរាបជូនដល់បងប្អូនហើយក៏ដូចជាប្រាប់ពីហេតុផលដើម្បីឲ្យបងប្អូនដឹងថាតើហេតុផលអ្វីទើបអាមេរិកធ្វើរឿងបែបនេះបាទថ្ងៃនេះជាថ្ងៃទី22ថ្ងៃអាទិត្យបាទព្រឹកថ្ងៃអាទិត្យហើយការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ាជាពិសេសប្រទេសអារ៉ង់ហ្នឹងគឺនៅថ្ងៃទី21កាលពីម្សិលមិញរបស់យើងតែគេនៅថ្ងៃនេះគឺមិនទាន់ឆ្លងចូលថ្ងៃ22ទេបាទអញ្ចឹងម្សិលមិញបាទសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅកាន់ទីតាំងដែលផលិតនុយក្លេអ៊ែររបស់ប្រទេសអារ៉ង់បាទ3កន្លែងបាទដែលអាចបាននិយាយថាគឺជោគជ័យបាទទៅលើការបំផ្លាញហ្នឹងបាទហើយខ្ញុំសូមជូនហេតុផល3ដែលអាមេរិកសម្រេចចិត្តវាយប្រទេសអារ៉ង់បាទសម្រេចចិត្តបំផ្លាញនៅកម្មវិធីនុយក្លេអ៊ែរក៏ដូចជាទីតាំងផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះបាទទី1យើងដឹងហើយថាសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលគឺច្រើនថ្ងៃដែរហើយចូលមកដល់អាទិត្យទី2ហើយបាទហើយសង្គ្រាមនោះវាកាន់តែអឺធំទៅដោយអត់មានដំណោះស្រាយអីទេបងប្អូនបាទអញ្ចឹងហើយអាមេរិកក៏ដឹងហើយថាអ៊ីស្រាអែលដូចជាអស់គ្រាប់ក៏ដូចជាអស់សពាវុធដែរអញ្ចឹងក៏អាមេរិកសម្រេចចិត្តធ្វើការវាយប្រហារតែម្ដងបាទអាហ្នឹងមិនមែនជាការឆ្លើយតបទេគឺការវាយប្រហារដើម្បីកុំឲ្យគំរាមកំហែងទៅកាន់ប្រទេសអ៊ីស្រាអែលតទៀតបាទហ្នឹងជាហេតុផលទី1ហេតុផលទី2អាមេរិកបានចោទចំថាអ៊ីរ៉ង់កំពុងតែសម្ងំលួចផលិតគ្រាប់បែកនុយក្លេអ៊ែរបាទហេតុផលនេះគឺអត់ត្រឹមត្រូវដោយសារតែចារកម្មរបស់គាត់បានប្រាប់គាត់ហើយថាគេរកឃើញឧបករណ៍ផលិតគេរកឃើញទីតាំងផលិតប៉ុន្តែគេអត់ទាន់មានឃើញការផលិតទេហើយលោក Donald Trump ពីព្រឹកម្សិលមិញថ្ងៃ21ហ្នឹងគាត់បានចរានចោលបាទបដិសេធថាចារកម្មរបស់គាត់នឹងនិយាយខុសហើយគឺអត់ត្រឹមត្រូវទេបាទប៉ុន្តែតាមពិតគឺគាត់ចោទថាអ៊ីរ៉ង់មាននុយក្លេអ៊ែរបាទទៅបានគាត់វាយហើយហេតុផលទី3បាទគឺដើម្បីបន្សាបឥទ្ធិពលប្រទេសអ៊ីរ៉ង់នៅតំបន់មជ្ឈមបូព៌ានៅក្នុងតំបន់មជ្ឈមបូព៌ានេះនៅរដ្ឋអារ៉ាប់ក៏ដូចរដ្ឋអ៊ីស្លាមទាំងអស់បាទប្រទេសអ៊ីរ៉ង់នេះគឺជាប្រទេសមួយដែលមានអឺគេហៅថាធនធានក៏ដូចជានយោបាយនឹងគឺធំជាងគេបងអស់បានន័យថាបើយើងនិយាយទៅគឺជាបងធំយ៉ាងម៉េចគឺគាត់ផ្ដល់លុយផ្ដល់កាក់ផ្ដល់ខ្សែបណ្ដាញផ្ដល់អាវុធទាំងអស់ទៅឲ្យក្រុមអូទៀមក៏ដូចជាក្រុមធ្វើគេហៅថាភារកម្មទាំងអស់នៅមជ្ឈមបូព៌ានេះបាទទី1គឺក្រុមHezbollah ទី2ក្រុម Houthi ទី3ក្រុម Hamas បាទដែលក្រុមទាំងអស់ហ្នឹងគឺសុទ្ធតែទទួលបានជំនួយដោយផ្ទាល់ពីរដ្ឋាភិបាលអារ៉ង់ដើម្បីមកធ្វើគេហៅភារកម្មឬក៏មកធ្វើការប្រឆាំងជាមួយនឹងអ៊ីស្រាអែលដែលប្រតិបត្តិការនៅប៉ាឡេស្ទីនកន្លងមកហើយអ៊ីស្រាអែលក៏បានបំផ្លាញប៉ាឡេស្ទីនខ្ទេចអស់ហើយបាទអញ្ចឹងនេះហើយគឺជា3មូលហេតុដែលខ្ញុំបានអឺសង្កេតមើលក៏ដូចជាសិក្សាអំពីសង្គ្រាមនេះបាទតាំងពីយូរមកហើយនឹងមុនពេលកើតសង្គ្រាមហើយនឹងមុនពេលអឺលោកដូណាល់ត្រាំឡើងមកកាន់ជាប្រធានាធិបតីបាទអញ្ចឹងឃើញថានយោបាយនៅមជ្ឈមបូព៌ានេះគឺស្មុគស្មាញណាស់អាមេរិកបានប្រកាសឲ្យថាគឺមិនឲ្យអ៊ីរ៉ង់ផលិតគ្រាប់បែកនុយក្លេអ៊ែរក៏ដូចជាចម្រាញ់សារជាតិនុយក្លេអ៊ែរបានដាច់ខាតបាទគឺអាមេរិកនឹងបញ្ឈប់អ៊ីរ៉ង់បើសិនជាករណីអ៊ីរ៉ង់មិនស្ដាប់ក៏ដូចជាមិនចរចាជាមួយនឹងអាមេរិកឥឡូវនេះលោកដូណាល់ត្រាំបានបាទជោគជ័យហើយក្នុងការវាយប្រហារប៉ុន្តែអត់ទាន់ឃើញថាមានការឆ្លើយតបឬក៏ប្រតិកម្មយ៉ាងណាទេពីអ៊ីរ៉ង់អញ្ចឹងយើងរងចាំបន្តទៀតបាទខ្ញុំនឹងធ្វើការអាប់ដេតជូនទៅប្រិយមិត្តទាំងអស់គ្នានៅវីដេអូក្រោយបន្ថែមទៀតបាទអញ្ចឹងពីខ្ញុំ KC Report សូមអរគុណបងប្អូនសូមកុំភ្លេចចុច like subscribe ដើម្បីឲ្យadmin ទទួលបាននៅកាហ្វេកាទៀវពេលព្រឹកផងដែរបាទអរគុណ